បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកពាក្យសូដូចរបស់ខ្មែរយើងមួយពាក្យទៀតដើម្បីធ្វើការបង្ហាញបាទនោះគឺពាក្យពព្រោះបាទចំពោះបងប្អូនដែលមានចម្ងល់បាទសូមសាកសួរតាមរយៈការខមមិននៅក្រៅវីដេអូដូចជាពាក្យផ្ទុយសូដូចនៃដូចទៅយល់ពាក្យខ្មែរឬក៏វេយ្យាករណ៍ភាសាខ្មែរអាចសាកសួរបានបាទចឹងទេដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមរីករាយតាមដានដូចតទៅបាទពាក្យទី1បាទគឺពាក្យពព្រោះបាទពព្រោះនេះគេសរសេរពចង្រោស្អូតសអានថាពព្រោះថ្នាក់ពាក្យជាគុណនាមដែលមានន័យថាដែលលេចម្រុះពណ៌តែតូចផ្អុចបាទឧទាហរណ៍សពព្រោះខ្មៅពព្រោះក្រហមពព្រោះបាទនេះគឺជាពាក្យពព្រោះបាទពព្រោះទី1ពាក្យទី2គឺពព្រោះដែរយើងសរសេរពចង្រោស្រៈអូនិងសថ្នាក់ពាក្យជាឧទានស័ព្ទដែលមានន័យថាសូឬព្រោះរឿយបាទម្ដងទៀតពព្រោះនេះថ្នាក់ពាក្យជាឧទានស័ព្ទមានន័យថាសូឬព្រោះរឿយឧទាហរណ៍មន់ពង្រះពព្រោះប្រកាច់ពព្រោះបាទមន់ពង្រះពព្រោះប្រកាច់ពព្រោះមានន័យថានៅពេលដែលមន់ទៅផ្ទះស្លាប់ឬសូបាទតិចហ្នឹងបាទតិចហ្នឹងគេហៅថាពព្រោះបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំបាទនៅពេលនេះបាទសូមចាប់តែប៉ុណ្ណេះបាទសូមបងប្អូនជួយ like ជួយ comment និងជួយ share វីដេអូឲ្យដល់មិត្តភ័ក្តិរបស់បងប្អូនដើម្បីពួកគាត់ទទួលបាននៅចំណេះដឹងថ្មីដែលលោកគ្រូនឹងព្យាយាមបង្ហាញរាល់ថ្ងៃបាទអញ្ចឹងសូមអរគុណសូមគោរពលា